ប្អូននៃខ្ញុំប្រៀបធៀបមនុស្សសត្វវាចង់បាត់បង់អស់ទៅដែរសត្វក្នុងស្រុកខ្មែរនេះខ្ញុំរៀបរាប់សំបរិយាយប្រៀបធៀបមនុស្សងើយទៅនឹងសត្វខ្ញុំសុំច្រៀងកាត់មិនមែននយោបាយចង់ឲ្យអស់លោកចិត្តឆ្ងាយស្គាល់សត្វទាំងឡាយដែលមានពីបុរាណណាសត្វនោះមានច្រើនណាស់ដែលហូហែទាល់តែទាញជើងកាបរៀបរាប់មិនជាកំណាប់មិនមែនជាបុណ្យបាបអីប្រមាណ VCD ផលិតទៅកម្មចងចាំខ្ញុំបាទតែឲ្យរៀបរាប់បានចែកជូនញាតិសន្តានព្រោះកំណាប់បុរាណវាមានបន្ទាត់ខ្នាតតែដើរឲ្យបុរាណគេបានពោលថាយើងកុំត្រាប់ខ្លាឲ្យរៀនត្រាប់ថ្មាតសត្វក្អែកខ្មៅហួសខ្នាតរឹកវាខូចខាតគួរយើងកុំត្រាប់អែលសេកនឹងលលោកល្មមរៀនយកជាតម្រាប់សត្វឆ្កែតកូលអាប់យើងកុំអោយត្រាប់នឹងសត្វស្វាកុំត្រាប់ទៀតថោកៃទៀបល្មមត្រាប់ចាប់សត្វមៀតឧស្សាហ៍កុំត្រាប់ខ្លែងឬស្យាត្រាប់បាក់សាតកូលហងកុំត្រាប់ពុតកង្កែបរៀនត្រាប់បែបពុជសัตว์កន្លងកុំត្រាប់ពុតសัตว์ប្រមងរៀនត្រាប់ពងពូជសារិកាហើយជន់ផងតឡាយស្ដាប់បរិយាយប្រាជ្ញពលថាមនុស្សល្អដូចទេវតាតែចិត្តរឹសស្យាដូចអណ្ដេរថៃខាងក្នុងពលរលាកផ្អែមតែពាក្យនិងសម្ដីអ្នកស្រុកទាំងប្រុសស្រីកំបីត្រាប់មនុស្សរបៀបនឹងមនុស្សកៃខ្លះខ្មៅក៏ក្រិតប៉ុន្តែក្នុងចិត្តល្អសភ្លឹងខ្ញុំបានដើអញ្ចឹងហ៎ចំហ៎អ្នកស្រុកសនុកពឹងរឹងតែពាក្យសម្ដីក្រៅអញ្ចឹងហ៎មានកាលខឹងដោយយ៉ាងមាត់ក្អេងក្អាងរស់ចៅរៅម្នាក់នេះបែបងោកជេវាយស្ដីបដៅជេហើយហៅឲ្យទៅស៊ីចុកមានមនុស្សល្អទាំងក្នុងទាំងក្រៅអត់មានខ្មៅតែងតែបានសុកបែបនេះចូលចាំទុក3 4 5ស្រុកមិនសូវមានអ្នកបានជាគេមិនអោយត្រាប់ពុតខ្លាវាស៊ីអាហារតាមចិត្តវាឃ្លានខំគេខំឯងទាំងបំពេញមិនថាតូចមិនថាធំ